អ្នកប្រើអ្នកលកា Garmin នៅពេលដែលយើងមានគ្រោះថ្នាក់ក៏ដូចជាដួលនៅកន្លែងណាមួយអ្នកផ្ទះក៏ដូចជាគ្រួសាររបស់យើងដឹងភ្លាមតែម្ដងដោយសារតែអ្នកលកា Garmin វាមានមុខងារមួយគេហៅថា SOS អញ្ចឹងឲ្យតែយើងដួលឬក៏បោកឬក៏ដល់ទម្ងន់កន្លែងណាមួយវានឹងផ្ញើសារ message ឬក៏ email ទៅកាន់គ្រួសាររបស់យើងតែម្ដងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនពីរបៀបនៃការ set up SOS ដើម្បីឲ្យអ្នកផ្ទះក៏ដូចជាគ្រួសាររបស់យើងទទួលបានដំណឹងពេលយើងជួបបញ្ហាគ្រោះថ្នាក់ផ្សេងៗតោះអញ្ចឹងដើម្បីចូលមក set up ឲ្យនរណាគេដែលទទួលដំណឹងពេលយើងជួបគ្រោះថ្នាក់អញ្ចឹងណាយើងចូលមកកាន់កម្មវិធី Garmin Connect មកតោះមកយើងចុចកន្លែង tray 3យើងឃើញពាក្យថា safety and feature ហ្នឹងបងប្អូនចុចចូលមកតបមកគឺយើងចុចកន្លែងខាងលើគេដើម្បីយើងចូលបំពេញព័ត៌មានលេខទូរស័ព្ទអ្នកដែលចង់ឲ្យទទួលដំណឹងពេលយើងមានគ្រោះថ្នាក់ហ្នឹងយើងអាចដាក់បានមនុស្សរហូតដល់ទៅ3នាក់តែប៉ុណ្ណឹងគឺយើងរួចរាល់ហើយអញ្ចឹងនៅពេលណាដែលយើងមានគ្រោះថ្នាក់អ្នកលការបស់យើងបោកដល់ទម្ងន់វាឬក៏បើវាអត់បោកដល់ទម្ងន់ទេយើងអាចចុចប៊ូតុងខាងលើឲ្យជាប់សម្រាប់ venue 4យើងចុចអាប៊ូតុងខាងលើឲ្យជាប់ប៉ុន្តែបើសម្រាប់ Phoenix 8 model ដែលមានប៊ូតុង5គឺយើងចុចប៊ូតុងខាងឆ្វេងមានថាប៊ូតុងខាងឆ្វេងលើគេបំផុតចុចវាឲ្យជាប់រហូតដល់តែមុខងារហ្នឹងវា alert ហើយនោះគឺវានឹងធ្វើការផ្ញើសារទៅកាន់គ្រួសាររបស់យើងតែម្ដងបើមិនជាយើងចុចបិទវាវិញមានថាយើងប្រាប់ទៅគេថាយើងអូខេហើយយើងបាច់មកវិញទេអញ្ចឹងនេះគឺជាវីដេអូខ្លីៗដែលចង់ចែកម្លែកបងប្អូនអ្នកប្រើប្រាស់ Garmin ឲ្យយល់ថានាឡិការបស់យើងគឺមានប្រយោជន៍មែនតើសូម្បីតែគ្រោះថ្នាក់ក៏វាប្រាប់អ្នកផ្ទះឲ្យយើងដឹងដូចគ្នាអូខេបាយបាយជួបគ្នាវីដេអូក្រោយ